ស្គាល់គ្នាមិនជាមនុស្សអាក្រក់ដូចគ្នាកូនប្រុសខ្ញុំគឺត្រូវពួកឯងបង្ខំធ្វើបាបស្អីគេថាយើងខុសគ្នាកូនប្រុសឯងប្រព្រឹត្តដោយពួកយើងជាអ្នកបង្ខំគេអ៊ំស្រីកុំមកនិយាយគ្មានហេតុផលអីតើឲ្យខ្ញុំទៅរកខុសលោកអាកានីយកសុំចាំវាយចេះកាន់ដៃមនុស្សស្រីផងខ្ញុំត្រូវអ៊ំស្រីម្នាក់នោះធ្វើឲ្យរបួសលោកទៅប៉ុស្តិ៍ប៉ូលីសដោះស្រាយសិនខ្ញុំទៅមន្ទីរពេទ្យលោកត្រូវឲ្យគ្រូពេទ្យចេញលិខិតបងបងឯងដើររំជើងខ្ញុំអត់មានរបួសទេរាប់អានគ្នាមិនទាន់បានប្រហែលស្រាប់តែទីលោកដាក់សិនទៅជួយគេត្រូវជួយឲ្យដល់ត្រើយជួយគេត្រូវជូនឲ្យដល់ផ្ទះសូមអង្វរលើកលែងទោសឲ្យកូនប្រុសខ្ញុំផងកូនប្រុសខ្ញុំមិនអាចជប់បានណាចាស់ទាំងពីរនាក់ទើបតែព្រមស្ងប់ចិត្តបន្តិចខ្ញុំសូមអង្វរផងសូមអង្វរផងបើចង់ឲ្យកូនប្រុសអ៊ំគ្នាទាំងឯងអ៊ំល្អបំផុតកុំនិយាយអីបើអ៊ំទេសូមតែទេវតាក៏ជួយបានដែរលោកសូមខ្ញុំសូមទោសមេតាអត់ទុកចំពោះភាពជួលជូររបស់ពួកយើងផងលោកចង់ជាបងស្រីលីត្រឡប់ទៅមើលកូនមុនចុះថ្ងៃចាំខ្ញុំបៅបាយអញ្ចឹងខ្ញុំទៅមុនហើយមានលោកសុំនៅខ្ញុំអស់បារម្ភហើយលោកក៏ប្រញាប់ត្រឡប់ទៅផ្ទះសម្រាប់ជួយទៅមានលោកខ្ញុំជួយនាងទៅសិនគួរតែលោកមិនសោកគ្នាចេះលោកចាំនាងទៅមិនសោកគ្នារួចចាប់ខ្ញុំទៅបន្តិចប៉ុណ្ណឹងក្រៅពីមើលទៅមិនស្អាតគឺគ្មានអីធំធាត់អរគុណថ្ងៃក្រោយមានអីឲ្យខ្ញុំជួយអាចប្រាប់បានដែរអញចាំនៅទីនេះរហូតគឺដើម្បីតែមកអង្វរខ្ញុំមកពីការនោះខ្ញុំធ្វើរឿងមិនបានគិតខ្ញុំសុំទោសហែងសូមអង្វរជួយកុំដណ្ដើមបងយ៉ាងមិនដែលចង់ពាក់ព័ន្ធអ្វីជាមួយគាត់ទៀតទេប៉ុន្តែខែមុនគាត់បានដាក់ពាក្យនឹងលែងព្រោះចង់ត្រឡប់មកក្បែរឯងវិញសូមអង្វរឯងជួយប្រាប់ឲ្យឱកាសបងម្ដងមកបងនឹងសងជំនឿចិត្តឲ្យអូន5ឆ្នាំមុនបងឈប់មើលខ្ញុំត្រូវគេជួយប្រាប់នៅកណ្ដាលផ្លូវរោងការអាម៉ាស់ចាប់ពីពេលនោះយើងគ្មានអនាគតជាមួយគ្នាទៀតទេសៀវបងសុំទោសថ្ងៃនោះម៉ែបងយកជីវិតមកគំរាមតាមលោកបន្លាយលេងសៀវកុំខុសខើយ៉ាងនេះអីបងស្រឡាញ់អូនតាំងពីដើមរហូតមកបងស្រឡាញ់អូនអ្នកមួយបើស្រឡាញ់ខ្លាំងយ៉ាងនេះហើយអ្វីធ្វើឲ្យខ្ញុំឈឺចាប់ដល់ថ្នាក់នេះខ្ញុំមានសង្សារហើយមេតាដោះលែងខ្ញុំទៅអីគេគាត់ឈ្មោះសុងយេលីនពួកយើងនៅជាមួយគ្នាហើយតាយល់ហើយចុះតតែយ៉ាងម៉េចទៅព្រមជឿខ្ញុំពិតជាមិនចង់ពាក់ព័ន្ធជាមួយលោកទៀតទេទោះត្រូវចាំ10ឆ្នាំឬ8ឆ្នាំក៏បងនៅរងចាំដែរបើនាងកែតើលោកព្រមបានចិត្តការនាងនឹងមានជីវិតតខ្លួនបើលោកស្រឡាញ់នាងពិតមែនគួរឈប់តាមរំខាននាង